សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងមួយដែលមានចំណងជើងថាម៉ៅរឿងមួយនេះមានដេមិនហើយក៏មានអ្នកកំចាត់ដេមិនដូចគ្នាដែលប្រើប្រាស់ធម្មពលខ្លះៗហើយនឹងប្រើកាតាណាគឺពិតជាលយខ្លាំងមែនទែនខ្សែរឿងចាប់ផ្ដើមមកមានគ្រួសារមួយជួបគ្រោះថ្នាក់ចរាចរណ៍ពីរអ្នកប្តីប្រពន្ធត្រូវបានស្លាប់នៅសល់តែកូនស្រីម្នាក់ដែលកំពុងតែមានរបួសធ្ងន់កាត់មកដល់8ឆ្នាំក្រោយមកក្មេងស្រីដែលមានរបួសមុននឹងឥឡូវនេះធំចិត្តពេញកំមុំហើយនាងមានឈ្មោះថាណានូការស់នៅជាមួយជីតាហើយនឹងម៉ែដោះរបស់នាងម្នាក់ណានូកាមានសុខភាពអត់ល្អទេត្រូវផឹកថ្នាំជាប្រចាំហើយថ្នាំនឹងពិបាកផឹកខ្លាំងណាស់គ្មានថ្ងៃណាដែលនាងចង់ផឹកទេលុះត្រាតែតានាងបខំទៅព្រមបន្ទាប់ពីផឹកថ្នាំរួចរាល់នាងក៏ទៅសាលាដោយសពដងនៅម៉ោង1ប៉ះម៉ោងកន្លះហើយក៏មានការរត់ប្រណាំងផងដែរយើងឃើញថានាងអន់ជាងគេខ្លាំងណាស់រត់បានតែបន្តិចនឹងហត់ហើយនៅពេលមួយមានសិស្សម្នាក់នៅក្នុងថ្នាក់រៀនបាននិយាយថានាងតែងតែឮសំឡេងអ្វីម្យ៉ាងនៅកន្លែងផ្លូវកែងមួយហើយសំឡេងទាំងអស់ហ្នឹងល្វើយដូចជាសំឡេងខ្មោចអញ្ចឹងនៅពេលហ្នឹងផងដែរមានក្មេងស្រីពីរនាក់ទៀតចូលមកខាត់ថាកុំឲ្យនិយាយព្រោះថាកន្លែងហ្នឹងជាកន្លែងកើតហេតុរបស់ប៉ាម៉ាក់ណានូកានឹងឯងបន្ទាប់មកនាងក៏បញ្ញាប់មកសុំទោសណានូកាភ្លាមហើយណានូកាក៏ប្រាប់ថាមិនអីទេតែទោះជាអញ្ចឹងក៏ដោយក៏ធ្វើឲ្យណានូកានឹកឃើញរឿងឈឺចាប់កាលពីមុនផងដែរបន្ទាប់ពីនឹងមកណានូកាក៏បានមកមើលកន្លែងកើតហេតុហ្នឹងម្ដងទៀតនាងនៅនឹងបានមួយផ្លែតមិត្តរួមថ្នាក់របស់គាត់ក៏បានមកដល់កន្លែងហ្នឹងផងដែរព្រោះថាពួកគេឆ្ងល់អំពីសម្លេងទាំងអស់ហ្នឹងដូចគ្នាពេលពួកគេមកដល់ពួកគេក៏បានឮសម្លេងមែនប៉ុន្តែអ្នកខ្លះឮអ្នកខ្លះទៀតអត់បានឮទេចំណែកណានូកាក៏បានឮផងដែរដោយសារឆ្ងល់ពេកនាងក៏បានដើរទៅមុខបន្តិចតែពេលដែលនាងដើរចូលទៅស្រាប់តែឆ្លងទៅកន្លែងមួយផ្សេងទៀតហាក់ដូចជាភពខ្មោចឬក៏ឋានមួយទៀតផ្សេងអញ្ចឹងនៅទីនោះមានមនុស្សរស់នៅហើយបើកតូបលក់ធម្មតាប៉ុន្តែមនុស្សទាំងនោះអត់សូវមាត់កទេម្នាក់ស្ងាត់ឈឹងហើយមើលទៅពួកគេដូចជាវិញ្ញាណខ្មោចបន្ទាប់ពីមានអារម្មណ៍ថាអត់ស្រួលក៏បែរផាំងងាកក្រោយចង់ត្រឡប់ទៅវិញប៉ុន្តែនៅពេលនោះមានក្មេងស្រីម្នាក់បានដើរចេញមកហើយសួរថានាងជាមនុស្សមែនណានូកាអត់ទាន់បានឆ្លើយអីទេគ្រាន់តែចាប់អារម្មណ៍ថានៅលើស្មាក្មេងស្រីម្នាក់ហ្នឹងមានដល់មកជុលបន្ទាប់មកក្មេងស្រីម្នាក់ហ្នឹងស្រាប់តែប្រែកាឡាទៅជាកាដូបុកស្រូវដេញខាំនាងយកហ្មងនៅក្បែរនឹងផងដែរក៏មានអ្នកក្លាហានពីរនាក់កំពុងតែឈរមើលពួកគេមើលទៅដូចជាមនុស្សមែនតែនអញ្ចឹងគាត់មានឈ្មោះថាម៉ៅដែលជាតួឯករបស់យើងនឹងឯងសម្រាប់ក្មេងល្អិតតែទៀតចាំស្គាល់ឈ្មោះណានូកាក៏បានឃើញអ្នកទាំងពីរផងដែរហើយក៏បានស្រែកឲ្យជួយប៉ុន្តែអ្នកទាំងពីរបានខ្វល់ទេហើយម៉ៅមានអារម្មណ៍ថានាងអាចចាត់ការខ្លួនឯងបានបន្ទាប់មកបិសាចកាដូបុកស្រូវនឹងកាត់ដៃរបស់នាងដាច់អស់មកខាងហើយឈាមរបស់នាងក៏ធ្វើឲ្យបិសាចនឹងប៊ីនឹងងាប់ខ្លួនវាផងដែរបន្ទាប់មកវាក៏ចង់រត់តែអ្នកក្លាហានរបស់យើងអត់ឲ្យវារត់រួចទេគ្រាន់តែចូលទៅដាក់ប្រមាណខ្វាប៉ុណ្ណោះធ្វើឲ្យបិសាចនឹងងាប់បានបន្ទាប់មកក្មេងប្រុសតូចនឹងទៅកាយសាកសពមើលហើយចាប់បានកូនកាដូបមួយហើយក៏យកវាទុកដែលដឹងថាទុកវាធ្វើអីទេនៅពេលហ្នឹងណានូកាក៏បានថាឲ្យពួកគេផងដែរហេតុអីបានជាអត់ចូលជួយនាងបន្ទាប់មកនាងទើបតែចាប់អារម្មណ៍ថាដាច់ដៃអស់មកខាងបន្ទាប់មកក្មេងប្រុសតូចហ្នឹងក៏បានកាន់ដៃយកមកឲ្យហើយនាងក៏នឹកឃើញចឹងគឺថាសន្លប់ស្ដោកតែម្ដងម៉ាក៏ភ្លោះម៉ោងក្រោយមកនាងក៏បានភ្ញាក់ដឹងខ្លួនវិញហើយក៏បានឃើញដៃរបស់នាងហ្នឹងជាប់វិញផងដែរគ្មានការឈឺចាប់ហើយក៏ប្រើការវិញបានធម្មតាទាំងអស់ចំណែកក្មេងតូចក៏ដាក់បិសាចចូលក្នុងកឡោហើយបិសាចហ្នឹងមានច្រើនណាស់អត់ដឹងថាពួកគេទុកធ្វើអីទេម៉ៅបានសួរទៅនាងថាហេតុអីបានជាអត់វាយបោទៅបិសាចហ្នឹងវិញដែលធ្វើឲ្យនាងឆ្ងល់ហើយនាងចេះវាយពីអង្កាលខំរត់ចង់ងាប់ចង់រស់ហើយហ្នឹងបន្ទាប់មកម៉ៅក៏ហៅនាងថាអាយ៉ាសាគីដែលធ្វើឲ្យនាងកាន់តែឆ្ងល់ទៀតហើយក៏គិតថាពួកនេះដូចប្លែកមិនទេហើយក៏បានងើបចាកចេញដើម្បីរកផ្លូវត្រឡប់ទៅផ្ទះវិញចំណែកម៉ៅនៅតែតាមសួរគាត់ដដែលហើយគាត់និយាយថាអាយ៉ាសាគីគឺជាអ្នកនៅក្រុងមួយហ្នឹងអញ្ចឹងហើយប្រកាសជាដឹងថាមានរឿងអីកើតឡើងដែលយើងមើលទៅម៉ៅហាក់ដូចជាគាត់កំពុងតែតាមស៊ើបរឿងអ្វីមួយតែទោះជាយ៉ាងណាក៏ណានូកានាងក៏ដឹងអីដែរហើយក៏បានដើរចាកចេញពីកន្លែងហ្នឹងនៅពេលហ្នឹងទើបយើងដឹងថាម៉ៅក៏ដើរចេញពីកន្លែងហ្នឹងអត់រួចទេហើយប្រកាសណាស់ថាកន្លែងហ្នឹងគឺជាពិភពពីរផ្សេងគ្នាពេលចេញមកដល់ក្រៅមិត្តភ័ក្តិរបស់នាងនៅកន្លែងហ្នឹងទាំងអស់ហើយពួកគេក៏សួរថាហេតុអីបានជានាងបលាបលោកពេញខ្លួនចឹងហើយពេលហ្នឹងណានូកាក៏ដឹងថាត្រូវប្រាប់ពួកគេមិនដែរពេលត្រឡប់មកដល់ផ្ទះណានូកាគិតអំពីរឿងនឹងរហូតហើយពេលខ្លះនាងអត់ចង់ជឿទេដោយគិតថាជាយសមតែណាដាច់ដៃឲ្យជាប់ដូចដើមវិញអញ្ចឹងចំណែកលោកតារបស់នាងក៏បានលើផងដែរថាណានូកាមានរបួសហើយក៏បានផ្ដាំនាងឲ្យចេះមើលថែខ្លួននិងប្រុងប្រយ័ត្នតិចទៅព្រោះថានាងមានសុខភាពខ្សោយស្រាប់ផងនាងក៏តបទៅលោកតាថានាងមិនអីទេហើយរឿងដែលកើតឡើងទាំងម៉ាននាងក៏បានប្រាប់លោកតាដែរព្រោះថានាងផ្ទាល់ក៏អត់សូវជឿថាវាជាការពិតដែរបន្ទាប់មកដល់ម៉ោងវេទនាគឺត្រូវញ៉ាំថ្នាំទៀតហើយបន្ទាប់ពីនឹងមកគឺដល់ម៉ោងទៅសាលានៅពេលហ្នឹងនាងឃើញថានាងទៅសាលាយឺតហើយដូច្នេះនាងមានតែរត់នៅពេលហ្នឹងណានូការរត់លឿនខ្លាំងណាស់ហើយនាងក៏ឆ្ងល់នឹងខ្លួនឯងផងដែរតែចៃដន្យឲ្យប៊ីនឹងបុកគ្នាជាមួយឡានតែនាងបានលោតស្ទុយឡើងទៅលើអគារបាតហើយម្ចាស់ឡានចុះមកដោយភ័យស្លន់ស្លោស្មានតែបុកក្មេងហើយការលោតរបស់នាងមានអ្នកខ្លះមើលតន់អ្នកខ្លះមើលអត់តន់ទេបន្ទាប់ពីហេតុការណ៍ហ្នឹងមកណានូកាក៏អស់កម្លាំងអលីងចេញពីខ្លួនហើយនាងក៏បានទៅរៀនដែរត្រឡប់មកផ្ទះវិញដើម្បីសម្រាកអំឡុងពេលសម្រាប់នឹងណានូកាតែងតែគិតកន្លែងចម្លែកនឹងហើយក៏គិតទៅដល់ម៉ៅដែលមនុស្សចម្លែកផងដែរដោយសារតែមិនអស់ចិត្តនាងក៏បានរៀបចំខ្លួនដើម្បីទៅមើលកន្លែងនឹងម្ដងទៀត
ពេលមកដល់កន្លែងហ្នឹងមនុស្សម្នាដើរចេញចូលទូទៅដោយធម្មតាលើកលែងតែនាងឲ្យតែដើរចូលទៅដឹងតែឆ្លងទៅពិភពលោកផ្សេងមួយទៀតហ្នឹងហ្មងពេលចូលមកដល់នាងបានជួបក្មេងប្រុសម្នាក់កាលពីថ្ងៃមុនហើយក្មេងម្នាក់ហ្នឹងក៏បាននិយាយស្វាគមន៍នាងហើយក៏ហៅនាងថាអាយ៉ាសាគីផងដែរណានឱកាចាប់ដើមឆ្ងល់ហើយចង់ដឹងអំពីកន្លែងហ្នឹងហើយក្មេងប្រុសម្នាក់ហ្នឹងក៏បានណែនាំខ្លួនគាត់មានឈ្មោះថាអូតូយ៉ាដែលជាជំនួយការរបស់ម៉ៅណានឱកាក៏សួររកម៉ៅផងដែរដោយសារតែមានរឿងមួយចំនួនចង់និយាយជាមួយគាត់ហើយអូតូយ៉ាប្រាប់ថាម៉ៅក៏អត់នៅទេដោយសារតែដើរស្វែងយល់រឿងមួយចំនួនអំពីទីក្រុងមួយនេះហើយពេលហ្នឹងទើបដឹងថាម៉ៅហើយនឹងអូតូយ៉ាមិនជាអ្នកនៅនឹងទេពួកគេទើបតែមកដល់កន្លែងហ្នឹងបាន2ថ្ងៃហើយរឿងមនុស្សនៅទីនេះចម្លែកពួកគេក៏ឆ្ងល់ដោយតែណានឱកាដែរហ្នឹងអញ្ចឹងហើយទើបម៉ៅកំពុងតែដើរស្វែងយល់អំពីទីនេះងាកមកមើលម៉ៅឯនេះវិញពេលនេះគាត់ដើរមកដល់កន្លែងមួយដោយអត់ទាន់ដឹងថាជាព្រះវិហារឬក៏អីទេតែពេលហ្នឹងស្រាប់តែមានប៉ូលីសម្នាក់បានដើរចេញមកគាត់បាននិយាយចោទទៅម៉ៅថាជាជនប្លែកមកមើលទៅមិនជាអ្នកនៅនឹងទេហើយម៉ៅក៏អត់បានតមាត់អីដែរក៏ទាញយ័ន្តមួយគប់ទៅប៉ែចំកណ្ដាលមុខហើយក៏លោតទៅបោចវាចេញមកជាប់សិតតែរោមប៉ូលីសម្នាក់ហ្នឹងខឹងខ្លាំងណាស់ហើយក៏បានប្រែកាឡាទៅជាបិសាចអីទេដូចជាខ្លាឃ្មុំអញ្ចឹងតាមពិតម៉ៅដឹងមុនហើយថាអាប៉ែតហ្នឹងគឺជាបិសាចសម្រាប់ម៉ៅគាត់ក៏រៀងសប្បាយចិត្តផងដែរព្រោះថាមកមួយថ្ងៃហ្នឹងគ្មានអ្នកណាចេះនិយាយជាមួយគាត់សោះបន្ទាប់មកបិសាចហ្នឹងចង់វាយប្រហារទៅលើម៉ៅប៉ុន្តែវាកម្រើកខ្លួនអត់រួចដោយសារតែម៉ៅយកដៃសង្កត់ទៅលើយ័ន្តម៉ៅសួរទៅបិសាចហ្នឹងថាអ្នកណាជាអ្នកគ្រប់គ្រងទីក្រុងមួយហ្នឹងហើយអ្នកណាជាអ្នកដាក់បារៀដែលធ្វើឲ្យគាត់ចេញក្រៅអត់រួចបិសាចខ្លាឃ្មុំក៏អត់ដឹងដែរព្រោះតែគាត់ឃើញមានបារៀនៅនឹងយូរហើយនៅពេលហ្នឹងផងដែរអូយូតាហើយនឹងណាណូកាក៏បានមកដល់អូយូតាប្រាប់ទៅណាណូកាថាម៉ៅហ្នឹងគឺជាអនមយោជីហើយខ្ញុំក៏អត់ទាន់ដឹងថាអនមយោជីហ្នឹងអីគេដែរអូយូតាបន្តទៀតថាម៉ៅគាត់អាចមើលឃើញវាសនានិងអនាគតរបស់មនុស្សបានហើយគាត់ក៏ធ្លាប់ប្រយុទ្ធគ្នាប្រមាណដងជាមួយនឹងអាយ៉ាសាគីផងដែរងាកមកមើលម៉ៅនេះវិញសួរខ្លាឃ្មុំទៅក៏អត់ដឹងអីដែរហើយគាត់ក៏សួរមួយសំណួរទៀតចុងក្រោយគាត់សួរថាស្គាល់ឆ្មាបិសាចដែលមានឈ្មោះថាបយោគីអត់ហើយខ្លាឃ្មុំនឹងប្រាប់ថាអត់ស្គាល់ទេសូម្បីតែឈ្មោះនឹងក៏អត់ដែលឮដែរដល់ពេលសួរអីគ្មានប្រយោជន៍អញ្ចឹងម៉ៅក៏ព្រមដោះលែងវាឲ្យវាចាកចេញពីកន្លែងហ្នឹងទៅតែបិសាចខ្លាឃ្មុំនឹងខូចណាស់ពេលរួយខ្លួនអញ្ចឹងអត់ព្រមចេញទេបើជាចង់សម្លាប់គេចោលហើយពេលហ្នឹងម៉ៅក៏បានតអីដែរគឺឈរឲ្យវាខាំហ្វ្រីតែម្ដងតែគួរឲ្យភ្ញាក់ផ្អើលណាស់ព្រោះថាឈាមរបស់ម៉ៅក៏អាចសម្លាប់បិសាចបានដែរគ្រាន់តែត្រូវឈាមរបស់គាត់នឹងបិសាចនឹងស្លាប់អូតូបន្ទាប់ពីបិសាចនឹងស្លាប់ទៅអូតូយ៉ាក៏បានដើរចូលមកហើយក៏និយាយទៅលោកម្ចាស់របស់គាត់ថាលោកម្ចាស់គួរតែប្រយ័ត្នឲ្យបានច្រើនជាងហ្នឹងបន្ទាប់មកពួកគេមកដល់កន្លែងសម្រាកមួយដោយអូតូយ៉ាកំពុងតែបោកខោអាវចំណែកម៉ៅវិញកំពុងតែបិទថ្នាំណានឱកាក៏ចង់ជួយបិទថ្នាំឲ្យគាត់ដែរប៉ុន្តែម៉ៅមិនឲ្យជួយទេព្រោះខ្លាចប៉ះឈាមរបស់គាត់ហើយគាត់និយាយថាគាត់ត្រូវបណ្ដាសារបស់ឆ្មាបិសាចឈ្មោះបយោគីហើយពួកគេប្រាប់ទៅណាណូកាថាពួកឆ្មាបិសាចហ្នឹងគេហៅថាកូដូគូបន្ទាប់មកអូយូតាក៏បានយកកឡមួយមកដែលសិតតែសត្វល្អិតមានពិសហើយក៏បានប្រាប់ថានេះជាកឡរបស់យ៉ាសាគីពួកគេបានដាក់សត្វមានពិសនៅក្នុងហ្នឹងហើយសត្វអស់ហ្នឹងវាខាំស៊ីគ្នាទៅអ្នកដែលនៅរស់ចុងក្រោយគេហៅថាកូដូគូបន្ទាប់មកឆ្មាបិសាចហ្នឹងក៏បានដាក់បណ្ដាសាទៅលើអ្នកដទៃហើយក៏ដាក់ថ្នាំពោទៅលើប្រជាពលរដ្ឋផងដែរប៉ុន្តែពួកគេអត់ទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជានៅឡើយទេនៅពេលហ្នឹងណាណូកាទើបតែឃើញស្នាមខ្វាយនៅលើខ្នងរបស់ម៉ៅហើយម៉ៅប្រាប់ថាវាគឺជាបណ្ដាសាអត់ជាទៅវិញទេហើយពេលខ្លះវាក៏ហូរឈាមដែរបន្ទាប់មកម៉ៅក៏សួរទៅនាងពីមូលហេតុដែលមកកន្លែងនេះម្ដងទៀតហើយនាងក៏ឆ្លើយយ៉ាងតាក់ទើផងដែរហើយនាងបញ្ជាក់ថានាងគឺជាមនុស្សមានបាម៉ាកត្រឹមត្រូវប៉ុន្តែនាងចម្លែកត្រង់ថាពេលមកកន្លែងនឹងលើកមុននាងស្រាប់តែកើតរឿងហេតុប្លែកៗដូចជារត់លឿនជាងមុនហើយលោតបានខ្ពស់ទៀតផងម៉ៅក៏សួរទៀតថាប្រកាសអត់ដែលនាងគឺជាមនុស្សហើយនៅពេលហ្នឹងណាណូកាក៏នឹកទៅអតីតកាលបន្តិចនៅពេលដែលគ្រោះថ្នាក់ចរាចរណ៍នាងបានជួបបិសាចមួយដែលមានដៃជើងវែងហើយថែមទាំងកាន់ក្បាលបិសាចមួយទៀតផងសម្រាប់វីដេអូនេះខ្ញុំសូមចប់ត្រឹមហ្នឹងសិនបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច like ចុច subscribe ខ្ញុំម្នាក់មួយផងចិត្តគ្រប់ 1K ហើយចុចប៉ក់ម្នាក់មួយមកបាយ